តើបងប្អូនឥឡូវយើងមកឆែកមើលតើទូរស័ព្ទយើងRAM វាប្រើទៅលើអីគេខ្លះបងប្អូនយើងចូលដល់កន្លែង about នេះមកតើបងប្អូនមិនចូល setting ទេយើងចូល setting មកចូល setting ហើយយើងអស់មកក្រោមចូលកន្លែង about នេះហើយយើងរកពាក្យថា bill number នេះយើងចុច bill number ហ្នឹងទៅឲ្យវាបើកអា developer option ណាហើយយើងចូលកន្លែងនេះកន្លែង additional setting តមកយើងរើអាពាក្យ developer option ហ្នឹងបន្តមកទៀតយើងរើពាក្យថា running service នេះយើងអស់មកនេះឃើញពាក្យ running service នេះហើយយើងចាប់ដើមឃើញតើ RAM យើងសល់ប៉ុន្មាន G កម្មវិធីអីខ្លះដែលវាកំពុងតែប្រើ RAM ហើយយើងចង់បិទវាឥឡូវយើងចង់បិទវាមិនឲ្យប្រើ RAM យើងដូចជានេះ volume control ចុចលើហ្នឹងមកយើងចុចពាក្យថា stop វាមកមួយទៀត assist still overlink នេះខ្ញុំចុចបិទវាដែរមកហើយមានអីទៀតបងប្អូនចង់បិទអាណាកុំឲ្យវាស៊ីបងប្អូនបិទអាហ្នឹងទៅនេះបាទពេលយើងបិទទៅ RAM វាចាប់ផ្ដើមទំនេរកាន់តែច្រើនហើយទូរស័ព្ទយើងវាលែងសូវគាំងអញ្ចឹងវាល្អ smooth មានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ